ចាំខកខែឆ្នាំទៅមិនរួចឡើយសូមផ្ដាំតទៅថ្ងៃក្រោយកុំឲ្យខកចិត្តដូចខ្ញុំ អាយ៉ាឡានអត់មានយល់គ្នាចង់បុកគ្នានេះឡានសិតធំបាទសួស្ដីបងប្អូនបាទធៀងកាន់តែអមេកាន់តែមកមែនតើបងប្អូនអើយជុលគូតគ្នាប្រើលើយវ៉ាវឡានធំមើលទៅគួរខ្លាចមែនតើបងប្អូនបាទអញ្ចឹងជាក់ស្ដែងដូចទីខ្ញុំបើកបោះឡានតូចអញ្ចឹងនេះឃើញគាត់បើកមកចិត្តគូតឡានណាសង្គាមែនតើណាហើយគាត់បើកអត់ទុកកម្លៀតឲ្យមានថាឆ្ងាយ1 ម៉ែត្រអីទេបងប្អូនឬក៏2 ម៉ែត្រណាធម្មតាឡានធំហើយយើងបើកផ្លូវស្ទះហើយគាត់ចេះតែរុលមកអញ្ចឹងហេតុអីបានថាខ្ញុំសង្កេតដោយសារតែវាធ្លាប់មានបទពិសោធន៍អញ្ចឹងណារុលមកព្រួមកឡានយើងតូចហើយឡានគាត់ធំហើយក៏ពិតខ្ទេចអាក្រោយហ្នឹងអញ្ចឹងមានការទៅចែកគ្នាហើយគ្មានបានលុយគ្មានបានសងអីទេអាងសុំទោសហើយដូចខ្ញុំជាក់ស្ដែងខ្ញុំមានទៅចេះរករឿងឡាំប៉ាក៏ដូចជាជេរបិចោអីបើគាត់ថាសុំទោសមិនអោយខ្ញុំក៏អត់មានចេះធ្វើម៉េចទេបងប្អូនអើយមានតែយកឡានទៅធ្វើខ្លួនឯងអញ្ចឹងបត់ពិសោធន៍កន្លងមកគឺអញ្ចឹងបានខ្ញុំឃើញការបើកបរក៏ដូចជាបងប្អូនមួយចំនួនដែលបើកបរដោយគ្មានការប្រុងប្រយ័ត្នណាអារបៀបថារុលទៅមួយទ្រឹតអត់ទុកកម្លៀតបងប្អូនបាទអាហ្នឹងវាហានិភ័យណាស់ហើយគ្រោះថ្នាក់បើមិនជាយើងប្រហែលទៅមកបន្តិចចុះបើយើងអត់មានទុកកម្លៀតឲ្យឆ្ងាយបងតែមកវិនាទីគឺដល់គូតគេបងប្អូនបាទហើយដឹងស្រាប់ហើយយើងឡានក៏ដូចជាម៉ូតូអីជាពិសេសឡានដូចពួកខ្ញុំដែលបើកបរឡានការធ្វើចរាចរណ៍រាល់ថ្ងៃហ្នឹងវាមានការប៉ះពាល់វាញឹកមែនតើណាអញ្ចឹងសំណុំពរក៏ដូចជាបងប្អូនគ្នាយើងដែលធ្វើចរាចរណ៍លើដងផ្លូវក៏ដូចជាផ្លូវកំពុងតែស្ទះបងប្អូនបាទបងប្អូនកុំប្រញាប់ពេកជារឿយខ្ញុំឃើញនៅពេលដែលស្ទះក៏ដូចជាស្ទះបាទជាពិសេសផ្លូវស្ទះក៏ដូចជាបងប្អូនតែងតែបើករុលរបៀបថាប្រញាប់ណាបងប្អូនបាទបើសិនជាយើងបើកកន្លងណាយើងនៅកន្លងនឹងទៅព្រោះនរណាក៏បើកបរក៏ចង់ប្រញាប់ដែរក៏ចង់លឿនទៅមុខដូចគ្នាតែពួកយើងជាស្ដែងដូចខ្ញុំនេះខ្ញុំតែងតែផ្ដល់អត្ថភាពកន្លងរបស់គេក៏ដូចជាកន្លងរបស់ខ្ញុំអញ្ចឹងណាខ្ញុំអត់ចេះរុលចូលកន្លងគេទេហើយញាក់ដែលបើកប្រញាប់ពេលយើងទុកចន្លោះដូចជាកន្លះម៉ែត្រ1 ម៉ែត្រអីគាត់ណាចូលតែកង់មុខក៏គាត់ចូលដែរដល់ពេលអញ្ចឹងដូចខ្ញុំអញ្ចឹងដល់ពេលគាត់ចូលអញ្ចឹងខ្ញុំមិនចេះតែបច្រិតខ្ញុំទុកឲ្យគាត់អញ្ចឹងទៅអញ្ចឹងណាប៉ុន្តែការបើថាឲ្យពេញចិត្តក្នុងការទុកគឺអត់ទេអញ្ចឹងសំណុំពរកន្លែងហ្នឹងបងប្អូនបាទកុំធ្វើអញ្ចឹងអីបើកបរយើងមានហើយថាឲ្យមានតម្លៃក្នុងការបើកបរអញ្ចឹងបងប្អូនបាទយើងបើកឡានថ្លៃឬមួយក៏ឡានមិនថ្លៃក៏ដោយបងប្អូនម៉ូតូថ្មីម៉ូតូចាស់ក៏ដោយការបើកបរយើងត្រូវតែគោរពសិទ្ធិអ្នកដទៃក៏ដូចជាខ្លួនឯងអញ្ចឹងណាបងប្អូនបាទអញ្ចឹងការខមមិនរបស់ខ្ញុំលើផ្លូវចរាចរណ៍ពួកខ្ញុំបើកបររាល់ថ្ងៃតែម្ដងបងប្អូនបាទផ្លូវស្ទះផ្លូវមិនស្ទះក្រៅក្រុងផ្លូវទៅខេត្តខ្ញុំនិយាយទៅគឺការបើកបរនោះវាសឹងថា30 ថ្ងៃបងប្អូននិយាយរួមខ្ញុំធ្វើការបើកខ្ញុំប្រើឡានអញ្ចឹងបងប្អូនបាទអញ្ចឹងនេះជាការលើកឡើងរបស់ខ្ញុំក៏ដូចជាខ្ញុំច្រើនខ្ញុំច្រើនតែនិយាយអញ្ចឹងក៏ដូចជា Facebook បណ្ដាញសង្គមរបស់ខ្ញុំភាគច្រើនខ្ញុំផុសតែសកម្មភាពដែលខ្ញុំបើកបរលើដងផ្លូវឯងបងប្អូនបាទហើយនិយាយដូចច្រើនដែរនេះបាទនិយាយអញ្ចឹងខ្ញុំនិយាយការនិយាយស្ដីរបស់ខ្ញុំដូចជាមិនបានល្អទេបងប្អូនបាទអញ្ចឹងអធិស្ឋានផងដូចជាខ្ញុំរៀបរាប់និយាយជួនកាលខុសជួនកាលក៏និយាយមិនច្បាស់អញ្ចឹងទៅច្បាស់ជួនកាលក៏ច្បាស់អញ្ចឹងណាបងប្អូនបាទតែការលើកឡើងការនិយាយស្ដីហ្នឹងគឺឲ្យពួកយើងមានការកែតម្រូវខ្លះបងប្អូនដែលធ្លាប់បំពេញច្បាប់ចរាចរណ៍ក៏ដូចជាគំនូសផ្លូវអញ្ចឹងបងប្អូនដែលយើងចូលចិត្តបើកវ៉ាកន្លងគេក៏ដូចជាកំពុងតែស្ទះអញ្ចឹងជ្រៀតចូលកន្លងគេអញ្ចឹងណាបងប្អូនបាទអញ្ចឹងមេត្តាកុំធ្វើអញ្ចឹងឯងជាងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក៏ដូចជាផ្ដល់អត្ថភាព
ចំពោះផ្លូវគេដែលគេមានអត្តភាពជាងអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទ